បរិសុទ្ធជនជាតិថៃម្នាក់ដែលគេស្គាល់ថាជាអ្នកផលិតមាតិកាដ៏ល្បីលើ YouTube ឈ្មោះថា Jake Papo មានអ្នក follow ចំនួន 6.4 លាននាក់បានរងការរិះគន់ឥតសំចៃដៃពីអ្នកលេងបណ្ដាញសង្គមក្នុងនិងក្រៅប្រទេសថៃព្រោះការបញ្ចេញអាកប្បកិរិយាមិនសមរម្យនៅប្រទេសជប៉ុនបុគ្គលឈ្មោះ Jake Papo បានដោះអាវឡើងរាំលើរថយន្តមួយគ្រឿងយ៉ាងអនាធិបតេយ្យនៅទីតាំងនៃភ្នំ Fuji ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងទីក្រុង Kawaguchiko នៃប្រទេសជប៉ុនក្រោយបង្ហោះមិនយូរប៉ុន្មានវីដេអូឃ្លីបនេះមានការចុច share បន្តយ៉ាងច្រើនសម្បើមដោយក្នុងវីដេអូរយៈពេល1នាទីនោះអ្នកលេងអ៊ីនធឺណិតក្នុងប្រទេសថៃផ្ទាល់បានសរសេរថាបុគ្គលជនជាតិថៃរូបនេះបញ្ចេញឥរិយាបថមិនសមរម្យនិងមិនផ្ដល់ការគោរពចំពោះទីតាំងវប្បធម៌ដ៏សំខាន់របស់ប្រទេសជប៉ុនលើពីនេះពួកគេបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចថាអាកប្បកិរិយាបែបនេះធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់អ្នកទេសចរថៃដទៃទៀតជាពិសេសធ្វើឲ្យជប៉ុនកាន់តែរឹតបន្តឹងលើក្រុមអ្នកទេសចរជនជាតិថៃសូមបញ្ជាក់ថាគ្រាន់តែវីដេអូនេះផុសបានប៉ុន្មានម៉ោងតែប៉ុណ្ណោះអ្នកលេងបណ្ដាញសង្គមបានចុច share ជាង 12,000 ដងហើយរឿងនេះបានក្លាយជាប្រធានបទពិភាក្សាយ៉ាងក្តៅគគុកនៅលើប្រព័ន្ធបណ្ដាញសង្គមក្នុងនិងក្រៅប្រទេសថៃ